សូមស្វាគមន៍បងប្អូនសិស្សានុសិស្សនិងអ្នកសិក្សាគ្រប់រូបមកកាន់ YouTube ជាអ្នករៀនខ្មែរថ្ងៃនេះលោកគ្រូបានលើកយកមេរៀនតែងសេចក្តីពន្យល់សុភាសិតមួយយកមកចែករំលែកបាទបងប្អូនសិស្សានុសិស្សដើម្បីជំនួយដល់ការសរសេរសំណេរតែងសេចក្តីឲ្យបានល្អហើយនៅក្នុងថ្ងៃនេះផងដែរលោកគ្រូបានលើកយកប្រធានសុភាសិតមួយគេលើកឡើងថាចេះពីរៀនមានពីរោគបាទតើសុភាសិតខ្លីមួយនេះមានអត្ថន័យនិងខ្លឹមសារយ៉ាងណានោះសូមចូលទៅតាមដានទស្សនាជាមួយវីដេអូលោកគ្រូទាំងអស់គ្នាបាទប្រធានសុភាសិតមួយពោលថាចេះពីរៀនមានពីរោគចូលបកស្រាយនិងលើកឧទាហរណ៍មកបញ្ជាក់បាទនៅក្នុងការបកស្រាយសុភាសិតមួយនេះគឺគេទាមទារឲ្យយើងបកស្រាយនិងស្វែងរកឧទាហរណ៍នៅក្នុងសង្គមនៅក្នុងប្រវត្តិសាស្ត្រឬក៏នៅក្នុងអក្សរសិល្ប៍ណាមួយដែលយើងចេះចាំលើកយកមកបញ្ជាក់នៅក្នុងសំណេរតែសេចក្តីនេះតែម្ដងបាទអញ្ចឹងឥឡូវយើងក្រឡេកទៅមើលសេចក្តីអធិប្បាយរបស់យើងទាំងអស់គ្នាបាទនៅក្នុងសង្គមមានមនុស្សគ្រប់ប្រភេទមនុស្សខ្លះខិតខំប្រឹងប្រែងនិងខ្លះទៀតខ្ជិលច្រអូសចំណែកឯផលរបស់ពួកគេក៏ខុសគ្នាដោយអន្លើផងដែរអ្នកដែលព្យាយាមសិក្សារៀនសូត្ររមែងទទួលបានចំណេះវិជ្ជាឯជនដែលប្រឹងប្រែងរកស៊ីចំនួនជួញដូរតែងទទួលបានទ្រព្យសម្បត្តិមាសប្រាក់កាក់សម្រាប់ដោះស្រាយតម្រូវការជាក់ស្ដែងបាទអញ្ចឹង4ជួរនេះចាប់ពីនៅក្នុងសង្គមរហូតមកដល់ដោះស្រាយតម្រូវការជាក់ស្ដែងនេះគឺយើងហៅថាលំនាំបញ្ហាដែលយើងសរសេរឲ្យតាក់ទងទៅនឹងប្រធានបទរបស់យើងគឺចេះពីរៀនមានពីរោគបាទឥឡូវយើងចូលទៅចំណុចតូចមួយទៀតគឺចំណូលបញ្ហាគឺយើងលើកយកប្រធានបទខាងលើនេះដាក់ចូលវិញទាំងស្រុងបាទអញ្ចឹងយើងសរសេរដូចតទៅបាទហេតុដូច្នេះហើយទើបដូនតាខ្មែរយើងបានបង្កើតជាសុភាសិតមួយឡើងយ៉ាងដូចនេះថាចេះមកពីរៀនមានមកពីរោគបាទខាន់តើសុភាសិតខាងលើនេះមានអត្ថន័យខ្លឹមសារអប់រំយ៉ាងដូចម្ដេចខ្លះបាទអញ្ចឹងនេះជាចំណោទបញ្ហាដែលយើងចោទសួរទៅសុភាសិតខាងលើមុននឹងយើងចូលទៅដល់ការបកស្រាយបាទឥឡូវផ្ដើមសេចក្តីយើងសរសេរប៉ុណ្ណឹងយើងចូលបន្តទៅទៀតគឺតួសេចក្តីបាទអញ្ចឹងយើងត្រូវចូលបន្ទាត់ថ្មីមួយទៀតដែលចូលបន្ទាត់ថ្មីនេះយើងហៅថាឃ្លាភ្ជាប់សេចក្តីបាទចាប់ពីដើម្បីជំនួយដល់ការបកស្រាយជាបឋមយើងក៏បីសិក្សាន័យនៃពាក្យកន្លឹះមួយចំនួនរបស់ប្រធានជាមុនសិនបាទអញ្ចឹងមួយឃ្លាមួយបន្ទាត់កន្លះនេះគឺយើងហៅថាជាឃ្លាភ្ជាប់សេចក្តីតើយើងទៅបន្តទៀតពាក្យចេះមានន័យថាការចេះដឹងដែលទទួលបានពីការសិក្សារៀនសូត្រឯពាក្យរៀនចង់សំដៅទៅលើការសិក្សារៀនសូត្រពីលោកគ្រូអ្នកគ្រូឬរៀនពីក្នុងសង្គមចំណែកឯពាក្យមានគឺសំដៅទៅដល់ការមាននៅទ្រព្យសម្បត្តិធនធានឯពាក្យរកមានអត្ថន័យថាព្យាយាមស្វះស្វែងរកអ្វីមួយបាទអញ្ចឹងពាក្យកន្លឹះសំខាន់នៅក្នុងប្រធានសុភាសិតរបស់យើងគឺមាន4បាទទី1គឺពាក្យចេះទី2គឺរៀនទី3មាននិងទី4រកបាទឥឡូវយើងចូលទៅចំណុចតូចមួយទៀតគឺពន្យល់នៃប្រធានពន្យល់នៃរួមរបស់ប្រធានរបស់យើងដូចនេះសុភាសិតខាងលើចង់មានន័យថាចំណេះវិជ្ជាបានមកពីការព្យាយាមខិតខំប្រឹងប្រែងរៀនសូត្រហើយទ្រព្យសម្បត្តិកើតចេញពីការប្រឹងប្រែងធ្វើការងារបាទនេះជាពន្យល់នៃប្រធានបាទនៃរួមរបស់ប្រធានឥឡូវយើងចូលទៅចំណុចមួយទៀតគឺការបកស្រាយនៃសុភាសិតរបស់យើងដូចតទៅបាទជាការពិតណាស់មិនថានៅក្នុងសង្គមខ្មែរឬសង្គមណាមនុស្សម្នាក់កើតមកតែងឆ្លងកាត់ការវឹកហាត់ជានិច្ចបាទមនុស្សកើតមកមិនមែនចេះភ្លាមនោះទេហើយក៏គ្មាននរណាចេះជាងនរណាដែរអ្វីគ្រប់យ៉ាងអាចកើតឡើងបានអាស្រ័យដោយការខិតខំប្រឹងប្រែងតស៊ូអំណត់ឧស្សាហ៍ព្យាយាមមិនរាថយរាល់ពេលជួបបញ្ហានិងឧបសគ្គ
បាទចំណេះវិជ្ជាគឺការចេញពីការសិក្សារៀនសូត្រពីលោកគ្រូអ្នកគ្រូព្រោះថាការសិក្សាគឺមិនងាយនឹងទទួលបានផលលឿននោះទេវាអាស្រ័យលើការព្យាយាមបន្តិចម្ដងដើម្បីទទួលបានភាពជោគជ័យបាទគ្មាននរណាម្នាក់ដែលកើតមកស្ពាយចំណេះវិជ្ជាចំណេះជំនាញទ្រព្យសម្បត្តិមកជាប់នឹងប្រាណឡើយបើសិនជាយើងមិនស្វែងរកចំណេះទេពិតណាស់យើងនឹងគ្មានចំណេះដឹងចំណុចនេះបានបញ្ជាក់យ៉ាងច្បាស់ថាមានតែការព្យាយាមសិក្សារៀនសូត្រទេដែលអាចឲ្យយើងមានទ្រព្យសម្បត្តិនិងសុភមង្គលក្នុងជីវិតបាទមួយវិញទៀតបើយើងក្រឡេកទៅមើលនៅក្នុងសង្គមជាក់ស្ដែងបានបង្ហាញឲ្យយើងឃើញថាសិស្សានុសិស្សដែលប្រឡងជាប់គឺមិនមែនបានមកដោយឯងនោះទេប្រសិនបើពួកគេមិនខិតខំប្រឹងប្រែងស្វះស្វែងព្យាយាមសិក្សារៀនសូត្រពីលោកគ្រូអ្នកគ្រូដើម្បីយកមកអនុវត្តរាល់កិច្ចការដែលលោកគ្រូអ្នកគ្រូដាក់ឲ្យម្លេះក៏មិនអាចឬក៏ម្លេះក៏មិនទទួលលទ្ធផលជាទីគាប់ចិត្តដូចឆ្នោះដែរបាទនៅក្នុងការបកស្រាយនេះគឺយើងយកclear ចេះពីរៀនយើងយកមកបកស្រាយយកមកពន្យល់ប្រាប់គេឲ្យគេយល់បាទព្រមទាំងលើកឧទាហរណ៍នៅក្នុងសង្គមបាទដូចមានឧទាហរណ៍បញ្ជាក់ស្រាប់នៅក្នុងការសិក្សារបស់សិស្សានុសិស្សនេះឯងបាទឥឡូវយើងចូលទៅការបកស្រាយបន្តទៀតបាទប្រការនេះមានន័យថាកាលបើពួកគេពិតជាចង់បានលទ្ធផលល្អមែនពិតណាស់ពួកគេត្រូវតែខិតខំស្វែងរកគ្រប់វិធីសាស្ត្រផ្សេងពីគ្នាដើម្បីទទួលបានលទ្ធផលនោះទន្ទឹមនឹងនេះដែរដើម្បីទទួលបាននៅចំណេះជំនាញតោងឲ្យមនុស្សគ្រប់រូបត្រូវតែខិតខំសិក្សារៀនសូត្រសន្សំសំចៃព្រោះគេយល់ថាមានតែចំណេះដឹងទេដែលអាចជួយយឹតយោងជីវិតពួកគេឲ្យកាន់តែប្រសើរឡើងបានបើយើងក្រឡេកទៅមើលទស្សនវិជ្ជាអក្សរសិល្ប៍ខ្មែររឿងកុលាបបៃលិនស្នាដៃនិពន្ធរបស់លោកញុកថែមបានបង្ហាញឲ្យយើងឃើញពីតួអង្គចៅចិត្រដែលខិតខំសិក្សារៀនសូត្របន្ថែមពីការងារជាត្បូងរហូតក្លាយជាអ្នកគ្រប់គ្រងបញ្ជីជំនួសលោកលួងរតនសម្បត្តិព្រោះថាចៅចិត្រជាមនុស្សមានសីលធម៌ខ្ពស់ចេះគោរពចាស់ទុំព្រឹទ្ធាចារ្យនិងចៅហ្វាយនេះរបស់ខ្លួនព្រមទាំងចេះប្រើពាក្យសម្ដីពីរោះទន់ភ្លន់ចំណែកឯរឿងផ្កាស្រពោនវិញក៏បានបង្ហាញពីតួអង្គប៊ុនធឿនមិនត្រឹមតែមានចំណេះដឹងទេថែមទាំងមានសុជីវធម៌ក្នុងការរស់រៀនទៀតផងគួរកត់សម្គាល់បន្ថែមផងដែរថានៅក្នុងរឿងទុំទាវដែលជាស្នាដៃនិពន្ធរបស់ភិក្ខុងួនសោមនៅក្នុងឆ្នាំ1915ដែលបានបង្ហាញពីតួអង្គទុំបានក្លាយជាមើលឯកប្រចាំរាជវាំងក៏ដោយសារការខិតខំសិក្សារៀនសូត្រជាមួយលោកគ្រូចៅអធិការវត្តនោះឯងបាទចំណែកឯខាងទ្រព្យសម្បត្តិវិញក៏មិនខុសគ្នាពីចំណេះវិជ្ជានោះដែរគឺលុះត្រាតែយើងស្វះស្វែងខិតខំប្រឹងប្រែងប្រកបរបររកស៊ីចេះសន្សំសំចៃពីមួយថ្ងៃទៅមួយថ្ងៃពីមួយឆ្នាំទៅមួយឆ្នាំបន្តិចម្ដងទើបទទួលបាននៅផ្លែផ្កាជាលទ្ធផលដោយដែលយើងបានប៉ងប្រាថ្នាបាទអញ្ចឹងយើងបកស្រាយមកដល់ត្រឹមនេះគឺយើងចូលទៅដល់ clear ទី2គឺមានពីរោគបាទការមានទ្រព្យសម្បត្តិដោយការបកស្រាយនេះគឺមកពីការខិតខំប្រឹងប្រែងរកស៊ីសន្សំសំចៃពីមួយថ្ងៃទៅមួយថ្ងៃបាទតោះឥឡូវយើងចូលតទៀតគ្រប់ការងារទាំងអស់នោះត្រូវតែជាការងារដែលប្រកបដោយសុចរិតទៀងត្រង់ស្មោះត្រង់និងមិនកេងប្រវ័ញ្ចឆោបោកមិនបន្លំបោកប្រាស់មិនបង្កាច់បង្ខូចអ្នកដទៃដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនបាទលើសពីនេះទៅទៀតការងារទាំងអស់នោះដូចជាគ្រូបង្រៀនកសិករកម្មករអ្នកលក់ដូរប៉ូលីសមន្ត្រីរាជការព្រោះថាការងារទាំងអស់នេះទោះបីជាទទួលបានប្រាក់ខែតិចឬច្រើនក៏ត្រូវតែមានភាពអត់ធ្មត់អំណត់ព្យាយាមសន្សំសំចៃបន្តិចម្ដង
នឹងคล้ายជាអ្នកមានស្ដុកស្ដំនៅថ្ងៃណាមួយជាពុំខានបាទត្រង់ចំណុចនេះនៅក្នុងអក្សរសិល្ប៍រឿងព្រះអត្តថ្មីរះលើផែនដីចាស់ដែលជាស្នាដៃនិពន្ធរបស់លោកសួនសូរិនបានលាតត្រដាងអំពីតួអង្គសួនសំដែលជាយុវជនអភ័ព្វក្រោយពីឪពុកម្ដាយបានស្លាប់ចោលទៅឯប្រពន្ធក៏ស្លាប់ចោលម្នាក់ទៀតដោយសារតែភាពស្មោះត្រង់និងសេចក្តីទៀងត្រង់របស់គាត់ទើបធ្វើឲ្យលោករដ្ឋមន្ត្រីវ័យក្មេងមានសេចក្តីអាណិតចំពោះលោកជាខ្លាំងហើយថែមទាំងបានរកការងារឲ្យសមធ្វើទៀតផងហើយសមក៏ទទួលបាននៅពន្លឺជីវិតដ៏ល្អប្រសើរឡើងបាទអញ្ចឹងយើងពេលដែលយើងបកស្រាយឃ្លាទី2មានមកពីរោគហ្នឹងគឺយើងត្រូវពន្យល់ប្រាប់គេថាតើមានមកពីរោគហ្នឹងគឺមកពីមូលហេតុអ្វីហើយការងារណាខ្លះបន្ទាប់មកគឺយើងលើកឧទាហរណ៍នៅក្នុងអក្សរសិល្ប៍ណាមួយបាទអញ្ចឹងនៅក្នុងសំណេរនេះគឺលើកយកចេញពីរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់បាទឥឡូវយើងចូលទៅផ្នែកមួយទៀតគឺសរុបសេចក្តីសរុបមកសុភាសិតខាងលើបានបង្ហាញឲ្យយើងឃើញថាទាំងចំណេះវិជ្ជានិងទ្រព្យសម្បត្តិគឺសុទ្ធតែកើតចេញពីការសិក្សារៀនសូត្រប្រឹងប្រែងស្វះស្វែងជំនះគ្រប់ឧបសគ្គទើបធ្វើឲ្យយើងម្នាក់ទទួលបាននៅចំណេះនិងទ្រព្យដែលនាំឲ្យជីវិតយើងមានសុភមង្គលបាទនេះគឺជាការសរុបរួមនៅខ្លឹមសារដែលយើងបានបកស្រាយនៅផ្នែកខាងលើបាទឥឡូវយើងចូលទៅផ្នែកបញ្ចប់សេចក្តីគឺយើងវាតម្លៃប្រធាននិងមតិយោបល់ផ្ទាល់ខ្លួនបាទយើងចូលបន្តថ្មីមួយទៀតមកណាអូខេយោងតាមការបកស្រាយសុភាសិតខាងលើយើងឃើញថាប្រធានពិតជាមានអត្ថន័យខ្លឹមសារអប់រំឲ្យយុវជនគ្រប់រូបខិតខំរៀនសូត្រដើម្បីរកទ្រព្យសម្បត្តិឲ្យជីវិតរុងរឿងបាទដូចនេះក្នុងនាមយើងជាសិស្សានុសិស្សត្រូវខិតខំរៀនសូត្រឲ្យច្បាស់លាស់ដើម្បីជួយគ្រួសារនិងសង្គមជាតិឲ្យបានរីកចម្រើនរុងរឿងផងដែរបាទអញ្ចឹងនៅក្នុងការទស្សនាវីដេអូខ្លីបកស្រាយសុភាសិតចេះពីរៀនមានពីរោគលោកគ្រូសូមបញ្ចប់តែសង្ខេបប៉ុណ្នេះបាទប្រសិនបើមានចំណុចខ្វះខាតក៏ដូចជាអក្ខរាវិរុទ្ធសរសេរពុំបានត្រឹមត្រូវនៅដោយប្រការណាមួយនោះសូមអធិស្ឋានបាទអញ្ចឹងនៅថ្ងៃនេះយើងសិក្សាសំណេរបកស្រាយសុភាសិតប៉ុណ្នេះយើងចាំជួបគ្នានៅមេរៀនក្រោយៗទៀតបាទសូមអរគុណ